ជាមួយនឹងសម្រស់ធម្មជាតិស្ងប់ស្ងាត់នៅទីនេះពុកម៉ែបងប្អូនអាចរីករាយជាមួយនឹងខ្យល់បរិសុទ្ធទេសភាពពណ៌បៃតងស្រស់ស្អាតជុំវិញខ្លួនអាចអង្គុយញ៉ាំកាហ្វេក្រោមដើមឈើជាមួយនឹងអាងទឹកដ៏ធំទូលាយអាចហែលទឹកបានថតរូបជួបជុំគ្រួសារមិត្តភ័ក្តិមិនត្រឹមតែប៉ុណ្ណោះមានបារសម្រាប់អង្គុយសម្រាកមើលអាងហែលទឹកពុកម៉ែបងប្អូនអាចមករកនៅពិសិដ្ឋ Private Villa Hotel បានបុគ្គលិកក៏រួសរាយរាក់ទាក់មិនត្រឹមតែប៉ុណ្ណោះសណ្ឋាគារក៏មានភោជនីយដ្ឋានមានមុខម្ហូបជាច្រើនទាំងម្ហូបអាហារខ្មែរនិងម្ហូបអាហារអឺរ៉ុបបំពេញរសជាតិនិងរីករាយគ្រប់ពេលជូនពុកម៉ែបងប្អូនជាមួយនឹងទីធ្លាធំទូលាយបរិយាកាសស្រស់ស្រាយសម្រាប់បន្ទប់ក៏ធំទូលាយស្អាតនិងផាសុកភាពជាមួយនឹងការរចនាឡើងសម្រាប់ការសម្រាកពិតប្រាកដផ្ដល់អារម្មណ៍ដូចជាផ្ទះទី2សម្រាប់អ្នកដែលចង់មកស្នាក់នៅតុបតែងដោយឈើប្រណិតភាពបែបខ្មែរមានការរចនាបថឡើងយ៉ាងស្រស់ស្អាតមិនត្រឹមតែប៉ុណ្ណោះនៅក្នុងបន្ទប់មានភាពធំទូលាយសម្រាប់ទំហំបន្ទប់គឺ45ម៉ែត្រការ៉េសម្រាប់ទំហំគ្រែគឺ1ម៉ែត្រ8នៅក្នុងបន្ទប់មានទាំងសៀវភៅ menu ក៏ដូចជាប្រភេទ drink សម្រាប់ពុកម៉ែបងប្អូនផងដែរបន្ទប់ក៏ធំទូលាយពុកតុនកេងសម្រាប់លំហែកាយជួយឲ្យគេងលក់ស្រួលសម្រាប់បានពេញលេញបន្ទាប់ពីថ្ងៃនៃហត់របស់ពុកម៉ែបងប្អូនជាមួយនឹងម៉ាស៊ីនត្រជាក់ធានាឲ្យការស្នាក់នៅមានភាពងាយស្រួលនិងមានផាសុកភាពសម្រាប់ការតុបតែងនៅក្នុងបន្ទប់មានភាពសាមញ្ញតែប្រណិតផ្ដល់អារម្មណ៍កក់ក្ដៅដូចជាកំពុងស្នាក់នៅផ្ទះរបស់ពុកម៉ែបងប្អូនផ្ទាល់ផងដែរបន្ទប់ទឹកក៏ស្អាតមានទឹកក្ដៅនិងទឹកត្រជាក់សម្រាប់ការប្រើប្រាស់ងាយស្រួលនិងសុវត្ថិភាពដល់ពុកម៉ែបងប្អូនសម្រាប់ទេសភាពខាងក្រៅនៅពេលដែលពុកម៉ែបងប្អូនមើលពីខាងលើផ្ទះអាចធ្លុះពីផ្ទះមួយទៅកាន់ផ្ទះមួយជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនៅទីនេះមិនមែនត្រឹមតែជាសណ្ឋាគារទេតែជាកន្លែងបង្កើតអនុស្សាវរីយ៍ក៏ដូចជាពេលវេលាល្អៗជួបជុំគ្រួសាររួមជាមួយមនុស្សជាទីស្រឡាញ់សម្រាប់ពេលល្ងាចសណ្ឋាគារក៏មានរៀបចំតុកៅអីសម្រាប់អាហារពេលល្ងាចផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងមកលេងខេត្តបាត់ដំបងអាចទាក់ទងមកកាន់ពួកយើងបានសូមអរគុណ